តើបងប្អូនទាំងអស់គ្នាស្គាល់ James Webb Space ដែរឬទេ James Webb Space គឺជាឧបករណ៍កែវយន្តអវកាសដែលត្រូវបានគេផលិតឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបខ្លាំងបំផុតរហូតមកដល់បច្ចុប្បន្ននេះគេបានចំណាយពេលអស់30ឆ្នាំនិងជះលុយប្រមាណជា10,000 លានដុល្លារនៅក្នុងការអភិវឌ្ឍឧបករណ៍មួយនេះក៏ប៉ុន្តែថាតើវានឹងអាចមើលឃើញ Galaxy បានយ៉ាងដូចម្តេចដោយចក្រវាឡនីមួយៗវាមានចម្ងាយឆ្ងាយពីយើងរាប់សិបពាន់លានឆ្នាំពន្លឺពីយើងឯណោះជាមួយនឹងភាពអស្ចារ្យរបស់វាអាចចាប់បានពន្លឺចក្រវាឡបានភ្លាមៗតែម្ដងបន្ទាប់ពី Big Bang ដើម្បីឈានទៅដល់ការយល់ឲ្យស៊ីជម្រៅជាងនេះយើងមកដឹងអំពីមូលដ្ឋានគ្រឹះរបស់ Telescope ជាមុនសិន Telescope អាចជួយឲ្យយើងសង្កេតមើលឃើញវត្ថុ celestial ដែលមានចម្ងាយឆ្ងាយៗតាមរយៈការប្រមូលផ្ដុំនិងពង្រីកពន្លឺទៅតាមមុខងាររបស់វា Telescope ដែលគេប្រើប្រាស់កញ្ចក់ធំដើម្បីផ្ដោតទៅលើពន្លឺនោះវាស្រដៀងទៅនឹងធុងដាក់ទឹកភ្លៀងមានន័យថាធុងដាក់ទឹកភ្លៀងកាន់តែធំវាដាក់ទឹកភ្លៀងបានកាន់តែច្រើនហើយ Telescope ដែលប្រើប្រាស់កញ្ចក់ធំវានឹងស្រូបពន្លឺបានច្រើនដូចគ្នាតែបែបនេះហើយទើបវាប្រមូលផ្ដុំអនុញ្ញាតឲ្យយើងមើលឃើញវត្ថុដែលមានរយៈចម្ងាយឆ្ងាយតើពីយើងធ្វើការយល់អំពី Telescope ហើយយើងក៏មិនពិបាកយល់ច្រើនដែរចំពោះកែវយន្តអវកាសមួយនេះតាមការស្រាវជ្រាវបានដឹងថាកែវយន្តអវកាសវាដំណើរការស្រដៀងគ្នាទៅនឹង Telescope ដែរក៏ប៉ុន្តែគោលការណ៍វាខុសគ្នាត្រង់ថាអាមួយនៅលើអាកាសអាមួយនៅក្នុងភពតោះឥឡូវនេះយើងទៅសិក្សាចំពោះតួឯកដែលនៅក្រៅភពទាំងអស់គ្នាជាទូទៅពន្លឺព្រះអាទិត្យវាអាចធ្វើដំណើរប្រហែលជា8នាទីដើម្បីឈានទៅដល់ភពផែនដីយើងឃើញថាសូម្បីតែពន្លឺក៏វាត្រូវការពេលវេលាសម្រាប់ខ្លួនឯងដែរមានន័យថាអ្វីដែលយើងឃើញព្រះអាទិត្យដែលស្ថិតនៅក្នុងសភាពរបស់វាចាប់ពី8នាទីបន្ទាប់មកយើងនឹងឃើញផ្កាយដែលនៅជិតភពផែនដីរបស់យើងបំផុតឈ្មោះថា Proxima Centauri វាមានចម្ងាយពីភពផែនដីរបស់យើងប្រមាណជា4ឆ្នាំនៃពន្លឺមានន័យថាយើងមើលឃើញវាដូចកាលពី4ឆ្នាំមុនក៏ប៉ុន្តែកែវយន្តអវកាសដូចជា Hubble វាអាចសង្កេតមើលឃើញ Galaxy រាប់ពាន់លានឆ្នាំនៃពន្លឺជាច្រើនហើយពាក្យ Hubble Deep Far នឹងមានន័យថាការមើលអវកាសជ្រៅៗដើម្បីសិក្សាចក្រវាឡដែលមានអាយុកាលអស់រាប់ពាន់លានឆ្នាំដោយសារពេលវេលាមានកំណត់ឥឡូវនេះសូម slash ត្រឹមប៉ុណ្ណេះសិនចាំជួបគ្នាវីដេអូក្រោយៗទៀតបើមានការខុសឆ្គងអីសូមអភ័យទោសដល់បងប្អូនទាំងអស់គ្នា